តើសម្លៀកបំពាក់ប្រពៃណីខ្មែរដែលប្រើនៅពេលពិធីមានឈ្មោះអ្វីហូផាមួងតើពាក្យសម្លេងខ្មែរសម្រាប់ឆ្នាំថ្មីខ្មែរគឺអ្វីចូលឆ្នាំថ្មីតើពិធីបុណ្យណាមួយបញ្ចប់រដូវភ្លៀងនៅកម្ពុជាបុណ្យអុំទូកតើគោលបំណងនៃក្រមាខ្មែរគឺអ្វីអាចប្រើបានច្រើនមុខតើសំពត់ត្រូវបានផលិតពីអ្វីសូត្រតើម្ហូបប្រពៃណីខ្មែរដែលចំហុយក្នុងស្លឹកចេកមានឈ្មោះអ្វីអាម៉ុកត្រីតើគោលបំណងនៃការប្រណាំងទូកបុណ្យអុំទូកគឺសម្រាប់អ្វីគោរពទន្លេតើភេសជ្ជៈដែលពេញនិយមនៅកម្ពុជាគឺអ្វីទឹកអំពៅ